ក៏មិនអត់ឃើញតែកម្ពុជាសូមឲ្យឈប់ការរបស់វាតែកុំមកទៅចាំឃើញក្បាលផ្សេងត្រូវនឹងទូពេលខ្ញុំមែនពីគឺជាដបាំងមួយតែអត់អាចលុបបានកូនខ្ញុំសម្រាប់មនុស្សគ្រប់គ្នាគេមើលមកគាត់មិនសម្រាប់ធម្មតាគឺសម្រាប់ស្អុយលួយគាត់ទៅសាលាតែគេរើអាងគាត់ដើរដួលគាត់ត្រូវគេវាយអត់មានអ្នកណាឲ្យដៃគាត់ងើបតែមីងយើងធម្មតាដួលហើយយើងងើបគ្មានរងគ្រោះដួលហើយគេយកដំបងវាយដាក់ថែមទៀតស្ទើរតែលែងលះគ្រួសារដោយសារតែការទទួលក្មេងមកចិញ្ចឹមជាង10នាក់នៅក្នុងផ្ទះនៅកំឡុងឆ្នាំ1993គណៈខ្លួនក៏កំពុងពពោះកូនទី2អ្នកស្រីមុំសូម៉ាលីស្ថាបនិកនៃអង្គការ AFESIP កម្ពុជាចាយជីវិត32ឆ្នាំរបស់ខ្លួនបង្កើតអង្គការក្រៅរដ្ឋាភិបាលនៅឆ្នាំ1994និងដំណើរការឲ្យស្របច្បាប់នៅឆ្នាំ1996ដែលផ្ដោតសំខាន់ទៅលើការការពារការជួយស្ដារជីវិតស្ត្រីនិងក្មេងស្រីដែលរងគ្រោះពីការជួញដូរមនុស្សនិងអំពើហិង្សាឲ្យមានសុវត្ថិភាពយើងធ្វើការជាមួយពិតអត់ព្រមដែរហ្នឹងយើងចុះទៅធ្វើ research ទៅលើរឿងស្រមណាម័យការនឹងចាប់តាមជំងឺអេដអញ្ចឹងបានចុះទៅតាមផ្ទះបនជួបមួយក្មេងៗនៅគាត់រកស៊ីផ្លូវភេទជួបមួយមនុស្សចាស់មនុស្សយើងភាគច្រើនគាត់រើសអើងជាមួយប្រើពាក្យថាស្រីខូចគឺគាត់ត្រូវគេមលោបគាត់គេមលោបហើយគាត់មិនដឹងទៅកន្លែងណាដោយសារគេរើសអើងគាត់ចូលផ្ទះបនក្មេងខ្លះត្រូវគេលក់នៅតាមផ្ទះបនដល់ពេលយើងខ្ញុំគាត់ថាវាអយុត្តិធម៌សម្រាប់ក្មេងស្រីពេលនេះខ្ញុំចង់ជួយក្មេងតែជួយអត់បានឪពុកម្ដាយជាគ្រូបង្រៀនមានដើមកំណើតនៅខេត្តមណ្ឌលគិរីបន្ទាប់ពីរបបប៉ុលពតចូលស្រុកជីវិតរបស់គ្រួសារអ្នកស្រីតែតោនៅខេត្តកំពង់ចាមក្រោយមកអ្នកស្រីបានរស់នៅប្រទេសបារាំងរៀននិងបំពេញការងារនៅទីនោះដោយមិនធ្លាប់មានបំណងបង្កើតអង្គការនោះឡើយតែការបង្កើតឲ្យមានអង្គការ AFESIP នេះឡើងព្រោះតាមរយៈការងាររបស់អ្នកស្រីនៅកម្ពុជាធ្វើឲ្យអ្នកស្រីមានឱកាសជិតស្និទ្ធបានឃើញនូវទស្សនវិជ្ជាច្រើនពិសេសទៅលើទុក្ខលំបាកនិងភាពអយុត្តិធម៌របស់ស្ត្រីក្នុងការរស់នៅនាសម័យនោះគណៈខ្លួនក៏ធ្លាប់រងនឹងការមើលងាយដោយសារកត្តាជីវភាពផងការជឿចាប់ក៏បានលេចឡើងទាញចិត្តរបស់អ្នកស្រីមិនអាចឲ្យអោបដៃឈរមើលបានក្នុងនាមជាមនុស្សស្រីម្នាក់អាក្តីអាណិតមួយយើងគិតថាមនុស្សយើងឬកន្លែងកើតល្អអត់បានហើយហេតុអីក៏មនុស្សនៅតែជន់គ្នាថែមទៀតណាភាពកក់ក្ដៅការអោបការស្រឡាញ់អញ្ចឹងបើសិនមកដល់មណ្ឌលនេះក្មេងៗនៅកន្លែងនេះចូលចិត្តអោបអ្នកណាក៏ដែរតែមកគឺយើងអោបដែរដោយសារខ្វះភាពកក់ក្ដៅពីមួយថ្ងៃទៅមួយថ្ងៃស្ត្រីនិងក្មេងស្រីរងការបៀតបៀនកាន់តែកើនឡើងនិងឈានដល់បាត់បង់ជីវិតផងដែរស្ថានភាពបែបនេះនៅពេលនោះកាន់តែតានតឹងទៅត្រូវគេដេញចេញពីផ្ទះមកក្រោយម្ដងជាពីរដងដូច្នេះហើយស្ថាបនិករូបនេះស្វះស្វែងគ្រប់វិធីដើម្បីបង្កើតអង្គការ AFESIP មួយនេះអាចរស់សង្គ្រោះក្មេងបានតទៅទៀតលូនផងក្រាបផងដួលផងប៉ុន្តែខ្ញុំមានសំណាងមួយសំណាងមានបុគ្គលិកល្អមានបុគ្គលិកតាំងពីដើមរហូតដល់ឥឡូវអត់រត់ចោលបើសិនបដូរទីតាំងជំនាន់មុនពិបាកយើងអត់មានលុយពេលណាយើងជួលផ្ទះគេកាលនោះជំនាន់កើតអេតអញ្ចឹងឲ្យតែក្មេងស្លាប់ក៏គេដេញចេញពីផ្ទះឲ្យយើងខ្វះគេមួយខែពីរក៏គេដេញចេញពីផ្ទះដែរគេដេញចេញរហូតហ្នឹងនិយាយរួមពេចកូនដើររហូតហ្នឹងក្នុងការងារសង្គមមានតែកន្លែងពីរប៉ុណ្ណោះដែលម្ចាស់រូបនេះតែងតែចេញចូលដោយផ្ទះនោះគឺតុលាការនិងមន្ទីរពេទ្យត្បិតកុមារដែលបញ្ជូនមកមណ្ឌលមួយនេះស្ទើរតែមានបញ្ហានឹងជួបវិបត្តិធ្ងន់ធ្ងរទាំងផ្លូវកាយផ្លូវចិត្តនិងផ្លូវភេទបើមិនគ្រួសារជនរងគ្រោះដោយផ្ទាល់ក៏មជ្ឈដ្ឋានជុំវិញបំពេញទៅលើពួកគេបើទោះជាឆ្លងកាត់ការដោះស្រាយបញ្ហាជាច្រើនករណីក៏ពិតមែនប៉ុន្តែបន្ទប់ ICU មិនមែនត្រៀមសម្រាប់តែកុមាររងគ្រោះនោះទេក៏ត្រៀមសម្រាប់អ្នកស្រីផងដែរទុកខ្លួនឯងទុករហូតដល់មួយអាទិត្យដួលព្រមមក ICU ជួបពេទ្យ stress គឺ stress ដោយសារខ្ញុំមានបេះដូងជាងជាម្ដាយដូចយើងយកកូនឡើងតុលាការអញ្ចឹងឪពុកម្លប់កូន3នាក់យកទៅដល់ឪពុកឃើញកូនត្រូវតវ៉ាគ្នាដល់ពេលយើងអ្នកស្រឡាញ់ឪពុកហើយយើងគិតថាដូចមិនគួរកុមាររងគ្រោះអ្វីត្បិតថាអាចសង្គ្រោះពួកគេត្រឹមតែរយៈពេល5នាទីក៏ពិតមែន
ប៉ុន្តែអង្គការ AFESIP ចាយពេល10ទៅ20ឆ្នាំដើម្បីឲ្យពួកគេល្អប្រសើរឡើងវិញតាមរយៈការជួយសង្គ្រោះការពារការផ្តល់ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈជួយស្ដារផ្លូវចិត្តផ្នែកចិត្តសាស្ត្រនិងសុខភាពព្រមទាំងជួយឲ្យពួកគេត្រឡប់ចូលសង្គមវិញដោយមានជំនាញមានអនាគតក្លាយទៅជាគ្រាប់ពេជ្រដ៏មានតម្លៃមានសមត្ថភាពចូលរួមអភិវឌ្ឍសង្គមបាន ខ្ញុំតែងទុកកូនៗដូចដើមឈូកដូចផ្កាឈូកចឹងជាក្មេងៗម្នាក់បើសិនយើងនិយាយវិញគេថាក្មេងដូចសម្រាមតែកូនខ្ញុំសម្រាប់មនុស្សគ្រប់គ្នាគេមើលមកគាត់មិនសម្រាប់ធម្មតាគឺសម្រាប់ស្អុយលួយតែគេបោះបង់ចោលសំបីតែម្ដាយគាត់បកាសំដីពុកគាត់បកាក៏បោះគាត់ចោលគ្មានរងគ្រោះហើយយើងសង្គ្រោះក៏មកតែ5នាទីប៉ុន្តែយើងប្រើពេល10 20ឆ្នាំដើម្បីធ្វើឲ្យ5នាទីនឹងខ្លាយជាអ្វីដែលល្អសម្រាប់ខ្ញុំគាត់ជាដុំពេជ្រមួយដែលល្អបំផុត ធ្វើការទៅលើរឿងកុមារទូរែកបញ្ហាគ្រប់បែបយ៉ាងដើម្បីកុមារកម្ពុជាក្រាំងនានារហូតដល់បើកមណ្ឌលសង្គ្រោះកុមាររាប់ម៉ឺននាក់ដូចសពថ្ងៃបានប៉ុន្តែក្តីស្រមៃរបស់ស្ថាបនិកនៃអង្គការ AFESIP រូបនេះគឺមិនចង់បើកឲ្យមានច្រើនកន្លែងនោះទេឬបិទមិនឲ្យមានតែម្ដងព្រោះមិនចង់ឲ្យមានការរំលោភបំពាននៅតែកាត់ឡើងបន្តទៀតនៅក្នុងសង្គមនេះ និយាយរួមនៅក្នុងបេះដូងអត់ចង់បរិយទេហើយបើអាចបានថ្ងៃណាមួយកុំឲ្យមានមណ្ឌលនឹងទៀតដោយសារហេតុអីអត់ចង់ឃើញក្មេងរងគ្រោះទេ អត់ចង់ឲ្យមានក្មេងរងគ្រោះកើនឡើងយើងចង់ងើបពីគេងឡើងក្មេងមានស្នាមញញឹមមាន safe ម៉ែចាស់ដែលក្មេងរាប់ចំនួនហៅបន្តគ្នាដោយការគោរពនិងលើកដង្កើងរូបនេះពោលថាជីវិតមួយនេះកើតមកមានន័យបើទោះបីជាក្មេងរស់នៅក្នុងភក់ជ្រាំគេរើសអើងនិងចាត់ទុកថាគ្មានតម្លៃប៉ុន្តែស្ត្រីរូបនេះមានការលះបង់ធំធេងស្ដារជីវិតអតិពឹងដទៃទៀតបានជាង 10000 នាក់ក្នុងរយៈពេល32ឆ្នាំឲ្យមានក្តីសង្ឃឹមនិងមានជីវិតថ្មី ជីវិតនេះគិតថាកើតមកមានន័យសម្រាប់ខ្ញុំមោទនភាពខ្លួនឯងទី1ច្រើនជាក្មេងស្រីម្នាក់ដែលកើតក្នុងតកូលមួយដែលអត់ខ្លាំងមែនតើធ្លាប់ជាមនុស្សស្រីម្នាក់ដែលជួបទុកជួបទោសធ្លាប់ត្រូវគេធ្វើបាបក្មេងស្រីម្នាក់ដែលគេតែងតែមើលម្លងប៉ុន្តែខ្ញុំអាចជាម្ដាយដ៏ល្អម្នាក់សម្រាប់កូនរាប់ម៉ឺននាក់ដែលគាត់ជោគជ័យរាល់ថ្ងៃបើសិនជាថ្ងៃណាមួយស្លាប់ខ្ញុំមានមោទនភាពក្នុងខ្លួនឯងហើយខ្ញុំប្រាប់កូនបង្កើតដូចគ្នា មិនថាជាជីវិតផ្ទាល់ខ្លួនឬជីវិតនៅក្នុងសង្គមការងារនោះទេស្នាមរបួសដែលមានមុតកប់នៅក្នុងសាច់យ៉ាងជ្រៅប៉ុណ្ណាក៏ដោយប៉ុន្តែនិមិត្តរូបរបស់កុមារនៃអង្គការ AFESIP រូបនេះមិនហត់នឿយក្នុងការផ្ដល់ឲ្យនៅតែបន្តសង្គ្រោះនៅតែមានស្នាមញញឹមបង្ហាញពីក្តីស្រឡាញ់ផ្ដល់នៅភាពកក់ក្ដៅឲ្យពួកគេជានិច្ចការលូតលាស់របស់កុមារអនាគតដ៏ភ្លឺស្វាងរបស់ពួកគេគឺជាកម្លាំងចិត្តមួយដែលធ្វើឲ្យអ្នកស្រីមុំសូម៉ាលីនៅតែអោបក្រសោបបន្តការងារមួយនេះ យ៉ាងនេះខ្ញុំចង់ផ្ដាំទៅកូនក្មួយទាំងអស់ជីវិតពិបាកយ៉ាងណាក៏ដោយគួរជាជីវិតមួយដែលយើងឆ្លងកាត់ឧបសគ្គបើសិនជាអត់មានភាពវេទនាអស់ហ្នឹងគ្មានការមើងងាយអស់ហ្នឹងខ្ញុំមកដល់ថ្ងៃហ្នឹងឯងថ្ងៃហ្នឹងអត់ដល់កន្លែងហ្នឹងហើយថ្ងៃហ្នឹងក៏អត់បើកអង្គការជួយក្មេងដែរ